ម៉ោង 6 ម៉ោងនៅក្នុងបន្ទប់ផ្សាយវិទ្យុ FM ជាតិនគរភ្នំ 103 MHz សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាបស្តីពីការរក្សាសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈក្នុងខេត្តសៀមរាបនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនិងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ 2025 ក្រោមប្រធានបទញញឹមសាទរសង្ក្រាន្តឆ្នាំថ្មីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំម្សាញ់សពស័កពុទ្ធសករាជ 2569 និងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្រោមប្រធានបទញញឹមសាទរសង្ក្រាន្តឆ្នាំថ្មីចាប់ពីថ្ងៃទី 13 ដល់ថ្ងៃទី 16 ខែមេសាឆ្នាំ 2025 នាពេលខាងមុខនេះរដ្ឋបាលខេត្តសៀមរាបសូមជូនដំណឹងដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថាដើម្បីរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពនិងរបៀបរៀបរយសាធារណៈក្នុងខេត្តសៀមរាបក៏ដូចជារក្សាបាននូវប្រពៃណីជាតិទំនៀមទម្លាប់វប្បធម៌និងសេចក្តីថ្លៃថ្នូរដ៏ផូរផង់របស់ជាតិយើងរដ្ឋបាលខេត្តសៀមរាបសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាពិសេសយុវជនយុវនារីនិងសិស្សនិស្សិតទាំងអស់ដោយខាងក្រោម 1. ត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនិងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹងដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗជាពិសេសអនុវត្តតាមសញ្ញាបញ្ជារបស់សមត្ថកិច្ចនៅតាមដងផ្លូវជាស្ដែក 2. ចូលរួមទប់ស្កាត់គ្រោះអគ្គិភ័យដោយប្រុងប្រយ័ត្ននិងម្ចាស់ការខ្ពស់ចំពោះការអុជទៀនធូបប្រើភ្លើងចង្ក្រានធុងហ្គាសចរន្តអគ្គិសនីឬប្រើប្រាស់សារធាតុងាយឆេះផ្សេងៗជាពិសេសត្រូវផ្ដាច់ចរន្តអគ្គិសនីមុនពេលចាក់ចេញពីគេហដ្ឋានដើម្បីបង្ការទប់ស្កាត់គ្រោះថ្នាក់ដោយអគ្គិភ័យដែលអាចកើតឡើងជាយថាហេតុណាមួយនិងរក្សាបាននូវទ្រព្យសម្បត្តិអាយុជីវិតផ្ទាល់ខ្លួននិងអ្នកដទៃ 3. ត្រូវចូលរួមលេងល្បែងប្រជាប្រិយគ្រប់ប្រភេទទៅតាមវត្តអារាមរមណីយដ្ឋានឬទីតាំងណាមួយសមស្របដើម្បីជៀសវាងដាច់ខាតការលេងបាញ់ទឹកជិះទឹកប៉ាតម្សៅក្រៅពីតំបន់ដែលបានអនុញ្ញាតនិងហាមការលេងគប់ស្បោងទឹកជិះទឹកមានពណ៌និងទឹកកខ្វក់ប៉ាតម្សៅទះគក់ដោយដៃឬវាយដោយរំពាត់ឬឧបករណ៍ផ្សេងៗដល់អ្នកធ្វើដំណើរឬការជិះម៉ូតូបង្ហោះប្រដេញគ្នាលេងនៅតាមដងផ្លូវឬអាចនាំឲ្យមានគ្រោះថ្នាក់ជាយថាហេតុប៉ះពាល់ដល់អាយុជីវិតផ្ទាល់ខ្លួននិងអ្នកដំណើរព្រមទាំងហាមដាច់ខាតការលេងល្បែងស៊ីសងអុជថោនិងប្រើប្រាស់គ្រឿងទូកគ្រប់ប្រភេទដើម្បីរក្សាបាននូវភាពថ្លៃថ្នូរស័ក្តិសមជាកុលបុត្រកុលធីតាខ្មែរ 4. ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាពនិងបរិស្ថានអនាម័យជៀសវាងការឆ្លងជំងឺរាតត្បាតផ្សេងៗរដ្ឋបាលខេត្តសៀមរាបសង្ឃឹមជឿជាក់ថាបងប្អូនប្រជាពលរដ្ឋយុវជនយុវនារីនិងសិស្សនិស្សិតទាំងអស់ចូលរួមអនុវត្តតាមខ្លឹមសារខាងលើទទួលបានសេចក្តីជូនដំណឹងនេះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវសហការអនុវត្តនិងផ្សព្វផ្សាយឲ្យមានប្រសិទ្ធភាពព្រមទាំងចាត់វិធានការច្បាប់ចំពោះអ្នកប្រព្រឹត្តអំពើមិនគប្បីខាងលើដែលបង្កឲ្យប៉ះពាល់ដល់ប្រពៃណីសេចក្តីថ្លៃថ្នូររបស់ជាតិក៏ដូចជាប៉ះពាល់ដល់សន្តិសុខជាតិសុវត្ថិភាពសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈក្នុងខេត្តសៀមរាបថ្ងៃប្រហោះ13កើតខែចែកឆ្នាំរោងឆស័កពុទ្ធសករាជ 2568 ខេត្តសៀមរាបថ្ងៃទី 10 ខែមេសាឆ្នាំ 2025 អភិបាលខេត្តហត្ថលេខានិងត្រាប្រាក់សោភ័ណ្ឌអូនចាំមើលច្រើនពេកបងយើងចង់មើលទៅគ្រូសាបងហ្នឹងម្នាក់ៗសុខភាពល្អបងបងមានអត្ថបទដូចស្វែងរូបមន្តពិសេសគ្រូសាបងគឺរស់នៅដោយប្រឹងប្រែងតែកំ ខ្លាំងទៀតបងហើយបងធ្វើមុខខ្លួនឯងរាល់ថ្ងៃហើយបងធ្វើមុខខ្លួនឯងរាល់ថ្ងៃដើម្បីសុខភាពគ្រួសារយើងទាំងមូលយើងត្រូវតែធ្វើខ្លួនឯងដើម្បីយើងស្រួលគ្រប់គ្រងមួយជាតិសាបឬមួយក៏ប្រៃបានជួយមើលស្លោបងតិចខ្ញុំយកផ្លែឈើទៅយកទៅបងមានបាល់អត់នៅណាបាល់នៅខាងលើទូខាងលើចុះដល់អំបិលបងអីក៏តូចមែនបាទចាំ
ต้องยมบ่แต่จงทำของเราต้องไหม ចាពួកអីរសជាតិអត់សូវមុន សុខភាពអណៃដឹងអត់ថាយើងញ៉ាំជាតិប្រៃច្រើនពេកអត់ល្អឯណាសម្រាប់សុខភាពហើយវ័យសកលពួកយើងនេះយើងត្រូវតែគ្រប់គ្រងចំណីអាហារបានត្រឹមត្រូវ បងប៉ុន្តែពួកយើងនៅក្មេងហើយមានសុខភាពល្អតា ប៉ុន្តែដឹងថាប្រជាជនកម្ពុជាយើងម្នាក់ក្នុងចំណោម4នាក់គឺកើតជំងឺបេះដូងហើយស្លាប់អញ្ចឹងហើយក្នុងចំណោមពួកយើងនេះក៏អាចមានកើតជំងឺនឹងដែរវាគួរខ្លាចចឹងណា មែនទេបងខ្ញុំមិនដែលដឹងរឿងនេះសោះ តាយកបាយញ៉ាំហ្មងប៉ុន្តែដឹងទេថាការជ្រើសរើសម្ហូបអាហារឲ្យបានត្រឹមត្រូវគឺជារឿងសំខាន់ហើយអាចជួយដល់សុខភាពគ្រួសារយើងបានទៀតការញ៉ាំស្លស្ងោរឬមួយក៏ស៊ុបបន្លែស្រស់អស់ហ្នឹងគឺវាអាចជៀសវាងពីជំងឺបានច្រើនណាហើយបន្ទាប់ពីចំណីអាហារការហាត់ប្រាណ30នាទីជាប្រចាំក៏វាអាចជារឿងសំខាន់ដែលពួកយើងត្រូវធ្វើដើម្បីសុខភាពរបស់យើងដែរ មែនទេអូនចាប់ពីស្អែកទៅយើងត្រូវផ្លាស់ប្ដូរទម្លាប់ចាស់របស់យើងយកទៅតាមបងប្រុសបងស្រីនេះកុំញ៉ាំក្រៅពេកហើយញ៉ាំស្លបានច្រើនជាងឆាហើយនឹងជៀនជាមួយនឹងបន្លែបៃតងហើយហាត់ប្រាណបានជាប្រចាំមែនទេ ចា បងគេញ៉ាំបាយ គន្លឹះទាំង6ដើម្បីរស់ដោយបញ្ញាសុខភាពភ្លឺថ្លាសូមចម្អិនអាហារឲ្យមានរសជាតិសាបកុំបន្ថែមគ្រឿងដែលមានរសជាតិប្រៃពេលអ្នកបរិភោគអាហារបរិភោគអាហារស្ងោរចំហុយឬឆាជាជាងអាហារបំពងបង្កើនការបរិភោគអាហារដែលចម្អិនដោយខ្លួនឯងជាជាងទិញពីអ្នកលក់ឬពីភោជនីយដ្ឋានបរិភោគផ្លែឈើនិងបន្លែយ៉ាងតិចឲ្យបាន5មុខក្នុងមួយថ្ងៃធ្វើសកម្មភាពរាងកាយយ៉ាងហោចណាស់ឲ្យបាន30នាទីក្នុងមួយថ្ងៃនិង5ថ្ងៃក្នុងមួយសប្តាហ៍ សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងអូតូនិយមស្តីពីស្ថានភាពភ្លៀងកក់ខែចាប់ពីថ្ងៃទី7ដល់ថ្ងៃទី30ខែមេសាឆ្នាំ2025យោងតាមការអង្កេតពិនិត្យនិងវិភាគលើស្ថានភាពធាតុអាកាសនិងអាកាសធាតុនៅក្នុងតំបន់និងព្រះរាជាណាចក្រកម្ពុជាក្រសួងធនធានទឹកនិងអូតូនិយមសូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថាស្ថានភាពភ្លៀងកក់ខែនឹងបន្តមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី7ដល់ថ្ងៃទី30ខែមេសាឆ្នាំ2025ខាងមុខនេះដែលនឹងគ្របដណ្ដប់រាយប៉ាយនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសកម្ពុជានិងលាយឡំជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះសីតុណ្ហភាពមធ្យមអបបរមា25អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា37អង្សាសេអាស្រ័យដូចបានជម្រាបជូនខាងលើក្រសួងធនធានទឹកនិងអូតូនិយមសូមជូនដំណឹងដល់សាធារណជននិងអាជ្ញាធរដែនដីមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុក្រសួងធនធានទឹកនិងអូតូនិយមនឹងបន្តធ្វើការតាមដានអំពីស្ថានភាពធាតុអាកាសនិងអាកាសធាតុដើម្បីជម្រាបជូនដំណឹងជាបន្តបន្ទាប់ប្រសិនបើក្នុងករណីមានការវិវត្តប្រែប្រួលសូមជម្រាបជូនថាកន្លងមកចាប់ពីថ្ងៃទី18ខែមីនាដល់ថ្ងៃទី4ខែមេសាឆ្នាំ2025ភ្លៀងកក់ខែបានគ្របដណ្ដប់លើ45ខណ្ឌស្រុកក្នុង15រាជធានីខេត្តសូមសាធារណជនទទួលជ្រាបជាព័ត៌មានថ្ងៃសុក្រ7កើតខែចែកឆ្នាំរោងឆស័កពុទ្ធសករាជ2568រាជធានីភ្នំពេញថ្ងៃទី4ខែមេសាឆ្នាំ2025
ភូមិឆ្ងាយឬមួយក៏ភូមិចិត្តនៅខេត្តស្រុកឆ្ងាយរាប់អានដល់ចិត្តនឹករាប់អានជាមិត្តភក្តិល្អនឹងគ្នាចំណែកបងហើយនឹងពុំងារខ្លាចទីសង្សារគ្នាមិនដឹងល្អយ៉ាងណា វិទ្យុ FM ជានគរភ្នំ 103 MHz ខេត្តសៀមរាបធ្វើការផ្សាយ17ម៉ោងកន្លះក្នុងមួយថ្ងៃដោយកម្លាំងផ្សាយ10 kW ផ្សាយចេញពីមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាបអាសយដ្ឋានភូមិចុងកៅស៊ូសង្កាត់ស្លក្រាមក្រុងសៀមរាបខេត្តសៀមរាប Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
បងត្រង់ទឹកផឹកគ្រាន់ពីណាស្រីទឹកណែស្រីនាងអ៊ំធ្វើកំពុកស្ងួតបំពងកបាញ់ជាប់ភ្នែកព្រឹកទល់ប្រកអលុកលងដល់ពេលយប់អូនលងចិត្តបងយកទឹកសំមកវិញលងដល់ពេលយប់អូនលងចិត្តបងយកទឹកសំមកវិញ សំដីតានំជាអីទ្រឹស្ដីស្នេហ៍មុខអាកប្បកិរិយាបោហាសំដីតានំជាអីទ្រឹស្ដីស្នេហ៍មុខលឺពីអងឡងអើយកសៀវភៅកាប់ទុកប្រើប្រាំងថ្ងៃមុខរកស៊ីមានល្បីសំដីជាអាចរីលេជាតួអក្សរជ្រុងលោកទុកជាត្រីសំដីជាអាចរីលេជាតួអក្សរជ្រុងលោកទុកជាត្រីសំដីជាអាចចែកឲ្យកូនស្រីដូចឲ្យបជ័យកុយពុំសុំឆ្មាអើមិនចេះទេប៉ុន្តែអីដឹងតាទ្រឹងស្ដីនឹងមានន័យយ៉ាងណាអើមិនចេះទេប៉ុន្តែអីដឹងណាកូនតាទ្រឹងស្ដីនឹងមានន័យយ៉ាងណាគេលោកចែងស្ដែងតាមអង្គរាដូចច្បាប់ទេវតាចាប្រាប់មនុស្សលោកពេលណាដឹងថាអាត្មាពេលទឹកលោកហើយបងដិតពិតតាមសង្យុកពេលណាដឹងថាអាត្មាពេលពិតលោកហើយបងដិតពិតតាមសង្យុកបងដិតរូបណាអួតថាប្រាជ្ញប្រកបងដិតលោកថាមានរោគពីកូនសុំហើយអើពីអីឡើយនឹងអីអញចឹងអើដឹងវល់វាកូនសុំហើយអើពីអីឡើយនឹងអីអញចឹងអើដឹងវល់វានឹងខ្លួនថាចាំងខ្លាចក្មេងថ្មពីលថាអើចាស់ពីលរៀលដល់ចាំងផ្សេងស្ដាយបានជប់អើនៅវ័យបច្ឆំតែកូនសង្ឃឹមអើអាយុវែងស្ដាយបានជប់អើនៅវ័យបច្ឆំតែកូនសង្ឃឹមអើអាយុវែងសំដីស្នេហ៍មុខទុកថាកូនក្រៃលែងប្រសិននៅក្មេងលែងហើអើហើ ប្រសិននៅក្មេងលែងហើអើហើ
កង់សាយគាត់ស្រីចំបាប់ចាប់កូនខ្លាយគុនជាប្រៃល្បែងនឹងលីរបងរំវងសារវន្តាលំត្រង់ឡងឡាំដៃលេងហោហែកមកចូលឆ្នាំដើម្បីថែទាំប្រពៃនៃខ្មែរមានស្នេហ៍កាច់កែទន្ទាំរងសារវ័នអាតាំងសញ្ញាតាំងពីបុរាណខ្មែរបានកាន់សុខភាពរៀបសារការសំខាន់ថ្ងៃបុណ្យចូលឆ្នាំតាមប្រពៃណីដើម្បីថែទាំប្រពៃនៃខ្មែរមានស្នេហ៍កាច់កែទន្ទាំរងសារវ័នសញ្ញាតាំងពីបុរាណខ្មែរបានកាន់សុខភាពរៀបសារការសំខាន់ថ្ងៃបុណ្យចូលឆ្នាំតាមប្រពៃណីសូមក្រាបថ្វាយបង្គំព្រះធេរានុធេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់សូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកលោកស្រីប្រិមិត្តដែលកំពុងស្ដាប់ការផ្សាយរបស់វិទ្យុ FM ជាតិនគរភ្នំ 103 MHz ខេត្តសៀមរាបក្នុងអំឡុងតែប្រជាពលរដ្ឋខ្មែរគ្រប់រូបកំពុងចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំអសាញ់ស័កអសាពុទ្ធសករាជ2568គ្រិស្តសករាជ2025ដែលត្រូវនៅថ្ងៃទី14ដល់ថ្ងៃទី16ខែមេសាឆ្នាំ2025នេះស្ថិតក្នុងឱកាសដ៏ថ្លៃថ្លានេះវិទ្យុ FM ជាតិនគរភ្នំ 103 MHz ខេត្តសៀមរាបមានកិត្តិយសសូមធ្វើការផ្សាយជូននៅប្រវត្តិពិធីពូនភ្នំខ្សាច់ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ ការពូនភ្នំខ្សាច់ជាពិធីមួយដែលគេសម្គាល់ឃើញរៀបចំនៅពេលបុណ្យភ្ជុំបិណ្ឌបុណ្យចូលឆ្នាំ
បន់បញ្ចុះខណ្ឌសីមានិងពិធីផ្សេងទៀតជាដើមហើយទំនៀមទម្លាប់នៃការពូនភ្នំខ្សាច់នេះត្រូវអ្នកសិក្សាផ្នែកទំនៀមមួយចំនួនចាត់ទុកថាពិធីនេះមិនតាក់ទងនឹងព្រះពុទ្ធសាសនាឡើយប៉ុន្តែសម្រាប់អ្នកសិក្សាផ្នែកព្រះពុទ្ធសាសនាបានលើកឡើងថាពិធីនេះក៏លីឡំដោយជំនឿនៃព្រះពុទ្ធសាសនាដែរ ឯកសារមួយចំនួនទៀតបានបញ្ជាក់ថាការពូនភ្នំខ្សាច់គឺគេធ្វើឡើងដើម្បីរំលឹកដល់ព្រះចុលាមនីចេតិយដែលគេតម្កល់ព្រះកេរធាតុរបស់ព្រះសម្មាសម្ពុទ្ធនៅឋានតាវតឹងរូបកាលពីព្រះអង្គកាត់ព្រះកេសាទៅនឹងព្រះអនឹងក៏បានយកព្រះកេសនឹងយកទៅតម្កល់នៅទីនោះគឺសក់នឹងហើយម្យ៉ាងទៀតចង្កូមកែវរបស់ព្រះអង្គមួយក៏តម្កល់នៅទីនោះដែរអញ្ចឹងហើយយើងគោរពចុលាមនីចេតិយនឹងហើយមានអ្នកថាសូមឲ្យគេរកស៊ីមានបានចេះតែកើតការដូចភ្នំអីចឹង ម្យ៉ាងទៀតការពូនភ្នំខ្សាច់នេះគឺគេធ្វើឡើងដើម្បីរំដោះកម្មពៀដែលបរិស័ទទាំងឡាយបានប្រព្រឹត្តកន្លងមកព្រោះធ្លាប់មានពៀដោយហេតុធ្លាប់បានសម្លាប់សត្វឬបៀតបៀនអ្នកដទៃពីជាតិមុនហើយគេចង់មកចងកម្មពៀឬយកជីវិតបុគ្គលនោះត្រូវតែរាប់ចំនួនខ្សាច់ដែលមនុស្សនោះបានពូនឲ្យអស់សិនទើបអាចយកជីវិតឬចងកម្មពៀបានហើយបើរាប់មិនអស់ទេមានន័យស្មើនឹងបុគ្គលនោះបានរំដោះកម្មចង្រៃពីសត្វឬប្រលឹងចងពៀនោះ ដើម្បីឲ្យបានយល់ដឹងកាន់តែច្បាស់អំពីពិធីពូនភ្នំខ្សាច់មានអត្ថន័យបែបណានោះព្រះវិជ័យរង្សីបណ្ឌិតឡាយលៀងព្រះរាជាគណៈកិត្តិយសព្រះធម្មធម៌គុណខេត្តព្រះអនុគុណក្រុងសៀមរាបនិងព្រះចៅអធិការវត្តពោធិវង្សមានសង្ឃដីកាថាការពូនភ្នំខ្សាច់នឹងខ្មែរយើងមានតាំងពីបុរាណកាលមកឥទ្ធិពលនឹងគឺជាពីប្រទេសឥណ្ឌាតាមលទ្ធិព្រហ្មញ្ញការពូនភ្នំខ្សាច់នេះគេមិនធ្វើតែក្នុងឱកាសចូលឆ្នាំទេញោមក្រៅចូលឆ្នាំមានពិធីបុណ្យទានអីផ្សេងក៏គេធ្វើពូនភ្នំខ្សាច់ដែរដោយអ្នកខ្លះយល់ថាភ្នំខ្សាច់នឹងជួយរំដោះកម្មពីមានជំនឿអញ្ចឹងណាធ្វើពិធីភ្នំខ្សាច់អាចរំដោះអ្វីត្បិតតែมันអាចលៀងកម្មពីបានក៏ខ្លះក៏ជំនឿថាអាចរំដោះកម្មពីបានអញ្ចឹងក៏នឹមគ្នាធ្វើទៅក៏តហើយចាស់យើងដូចថ្មបានលើកខាងដើមហើយគឺក្នុងពុទ្ធសាសនាក៏មានដែរការពូនភ្នំខ្សាច់នឹងគឺដើម្បីធ្វើតំណាងចុលាមនីចេតិយនៅឋានត្រៃត្រឹងហើយធ្វើដើម្បីរំលឹកដល់ការតម្កល់ព្រះកេសាសក់របស់ព្រះសម្មាសម្ពុទ្ធម្យ៉ាងគឺព្រះចង្កូមកែវហើយចេតិយខ្លះគេធ្វើ4ទីជុំវិញហ្នឹងកណ្ដាលហ្នឹងធំហ្នឹងគឺតំណាងដាក់ព្រះកេសាទាំង4ហ្នឹងគឺតំណាងឲ្យទេវតាទាំង4ទិសឬក៏តំណាងព្រះសារីរិកធាតុរបស់ព្រះអរហន្តមានព្រះសារីបុត្រព្រះមុគលានជាដើមចឹងទៅក៏ហើយការពូនហ្នឹងយោមដឹងហើយទូទាំងប្រទេសគឺកន្លែងខ្លះគឺមិននេះទេមិនចាំបាច់ថាចូលឆ្នាំទេពិធីបុណ្យទានក្នុងសាសនាផ្សេងដូចស្មាបានចម្រើនពោខាងដើមមិនចឹងគឺមានជំនឿពុទ្ធបរិស័ទក៏គឺជាតាំងពីដើមមករហូតដល់សម័យនេះទៅក៏ជំនឿរបស់ពុទ្ធបរិស័ទមានតុបតែងពីការជាដើមក៏ក្នុងរឿងនិទានខ្លះគឺសុំឲ្យមានការអុជទៀនអុជធូបទៅណាក៏មានអុជទៀនអុជធូបពីការស្រេចនឹងអាស្រ័យការចូលចិត្តរបស់កន្លែងដែលគេធ្វើនីមួយក៏អញ្ចឹងរឿងដំណើរការពូនក្នុងខ្សាច់នេះក្នុងន័យនេះក្នុងមហាសង្កាសូត្រដែលមានចែងក្នុងគម្ពីរសុទ្ធជាដកបានដំណើរថាពេលសង្ក្រាន្តឆ្នាំថ្មីជិតមកដល់កាលហ្នឹងមានព្រះបាទប្រសិទ្ធិកោសលបានទទួលសួរព្រះអង្គថាដល់សង្ក្រាន្តឆ្នាំថ្មីម្ដងតើខ្ញុំព្រះអង្គបំពេញកុសលអ្វីខ្លះអញ្ចឹងព្រះពុទ្ធត្រាស់ថាពូសាងវលុកចេតិយវាលុកចេតិយហ្នឹងគឺចេតិយធ្វើពីខ្សាច់ហ្នឹងក៏វាលុកចេតិយនៅឆ្នេរស្ទឹងមួយហើយនឹមយកគ្រឿងសក្ការៈមានទៀនធូបការភ្ញីជាដើមហ្នឹងទៅបូជាវាលុកចេតិយហ្នឹងនិយាយដល់ខ្លីគឺមានរឿងនិទានក្នុងគម្ពីរពុទ្ធសាសនាយើងក៏មានគឺគម្ពីរ
សង្ការសូត្រនឹងមាននិយាយចឹងបានខ្មែរយើងគ្រាន់តែការធ្វើហ្នឹងវាមិនបានចំដូចពីដើមជួនកាលវាលើកជួនកាលវាខ្វះណែទៅតាមការនិយមចូលចិត្តរបស់ពុទ្ធបរិស័ទនឹងជាការជំនឿទេក៏ជំនឿពូជហ្នឹងបានសេចក្តីសុខសេចក្តីចម្រើនចង់និយាយថាខ្លះដូចខ្លះពាក្យថាពូជក្នុងសាច់ណាចង់មកយកអាយុខ្ញុំទល់តែរឹបដីខ្សាច់ឲ្យអាហ្នឹងចាស់គេតែនឹមគ្នាថាតទេប៉ុន្តែអាយុមិនចឹងទេអាហ្នឹងគឺទំនៀមទម្លាប់ខ្លះរហូតដល់បើចឹងពូខ្លះពូនឹងដល់ធំប៉ុណ្ណណាបណ្ណៃទៅអាហ្នឹងគ្រាន់តែអាត្មាលើកសេចក្តីជារួមថាជំនឿដើម្បីសេចក្តីសុខសេចក្តីចម្រើនរបស់ខ្លួនប៉ុណ្ណឹងទេមិនចង់និយាយទៅដល់ថាការរឹបដីខ្សាច់អស់ខ្លះដាក់ខ្សាច់មួយចានរឹបអស់ហ្មងហ្នឹងចាស់តែជំនឿដាក់ខ្សាច់មួយចានបានទូលថាសុំឲ្យបើអ្នកណាចង់មកយកអាយុខ្ញុំគឺសុំឲ្យស្អីយមរាជយមបាលណាចង់មកយករឹបដីខ្សាច់សិននឹងជំនឿរបស់ខ្មែរបុរាណខ្សាច់នឹងអាចទៅជាប្រយោជន៍មួយដែរចាប់ពិធីបុណ្យចូលឆ្នាំគេហៅថាគេដាក់ក្នុងខ្សាច់គឺឋានដាក់ក្នុងខ្សាច់ភាសាមួយទៀតមុននឹងធ្វើពិធីពូនក្នុងខ្សាច់រៀបពូនអីហ្នឹងគេពេលដែលកំពុងពូនគេហៅពិធីបំពោក្នុងខ្សាច់ខ្លះគេថាផ្សឹកក្នុងខ្សាច់ប៉ុន្តែពិធីមួយទៀតចាស់ថាអធិដ្ឋានក្នុងខ្សាច់អធិដ្ឋានហ្នឹងបានន័យថាស្មើគ្នានឹងពាក្យថាបំពោដល់ពេលពាក្យថាដាក់ក្នុងខ្សាច់អធិដ្ឋានដាក់ក្នុងខ្សាច់ចុះដើម្បីកុំឲ្យមានទោសយកខ្សាច់ហ្នឹងទៅប្រើប្រាស់តែខ្មែរបុរាណមួយចំនួនថាផ្សឹកក្នុងខ្សាច់តែផ្សឹកហើយគឺអាចយកខ្សាច់នោះទៅធ្វើសំណង់ជាកុដិសាលាព្រះវិហារផ្លូវថ្នល់អីធ្វើបានជាប្រយោជន៍ហ្នឹងក៏បានបុណ្យមកចំណែកទៀតដែរបងនិយាយទូបុណ្យFM ជានគរភ្នំ103 MHz ខេត្តសៀមរាបធ្វើការផ្សាយ17ម៉ោងកន្លះក្នុងមួយថ្ងៃដោយកម្លាំងផ្សាយ10 kW ផ្សាយចេញពីមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាបអាសយដ្ឋានភូមិចុងកស៊ូសង្កាត់ស្លក្រាមក្រុងសៀមរាបខេត្តសៀមរាបពេលខឹងប្តីម្ដងជ្រៀងបន់ចិត្តខុសពីមុនដល់តែពេលបានលុយប្រាក់ខែប្តីជ្រៀងបន់ពេលវេលាណានំវិញតែចាស់គុំនិយាយហូរហែច្រើនពេកតែណាប្រាក់ខែឲ្យមកភ្លាមមកថ្ងៃមុនខឹងបងមកផងឌឺផងថាស្អប់ប្តីខ្លាំងឥឡូវមកតាំងអបលូកហៅបើយក5ខែអស់អញ្ចឹងដូចមិនសំនឹករាំស្រនំបានៅស៊ីងកស្រួលជាងមានគូអូនស្អប់ខឹងបងតែប្រាក់ខែប្តីគឺអូនស្រឡាញ់តែប្តីស្អប់ឡាញ់លុយលាក់ណាទៀតឲ្យលឺកុំយូរប្រពន្ធបងអូនចេះគិតគូរកុំចង់រអូចូលឆ្នាំនំអូតែលេងអង្គអូនស្អប់តែបងឲ្យ5ខែប្តីស្រីមិនស្អប់ណានិយាយពីថាបាត់លុយតិចទួយអត់ចិត្តងងមកខ្ញុំចង់ចោលក៏ចង់ឲ្យប្តីពកូនបងគេសោះធ្វើដល់ខ្លួនពេប្តីយ៉ាចង់សប្តាហ៍នេះនំអូនតែលេងប្រពន្ធកែក៏ពុំសោនិងបណ្ដោគិរីដល់ថ្ងៃចូលឆ្នាំខ្មែរនំអូនតែលេងអង្គសង្ក្រាន្តនិងសៀមរាបតែថ្ងៃនេះប្រពន្ធសុំប្រាក់ខែប្តី
របស់ក្រសួងធនធានទឹកនិងឧតុនិយមស្ដីពីស្ថានភាពធាតុអាកាសសូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី14ខែមេសាឆ្នាំ2025សម្ពាធទាបគ្រប់ដណ្ដប់លើព្រះរាជាណាចក្រកម្ពុជាសមុទ្រចិនខាងត្បូងនិងលើអាងទន្លេមេគង្គក្រោមស្ថានភាពបែបនេះនឹងធ្វើឲ្យចាប់ពីថ្ងៃទី14ដល់ថ្ងៃទី16ខែមេសាឆ្នាំ2025មួយតំបន់វាលទំនាបសីតុណ្ហភាពមធ្យមអបបរមា25អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា33អង្សាសេខ្យល់បក់មកពីទិសអាគ្នេយ៍និងទិសបូមានល្បឿនមធ្យម3ម៉ែត្រក្នុងមួយវិនាទីខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងសៀមរាបកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងស្វាយរៀងតាកែវកណ្ដាលនិងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្រប់ដណ្ដប់លើផ្ទៃដី 50% ពីតំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអបបរមា24អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា34អង្សាសេខ្យល់បក់មកពីទិសអាគ្នេយ៍និងទិសបូមានល្បឿនមធ្យម3ម៉ែត្រក្នុងមួយវិនាទីខេត្តកំពង់ស្ពឺបៃលិនឧត្តរមានជ័យព្រះវិហារស្ទឹងត្រែងក្រចេះរតនគិរីមណ្ឌលគិរីជួរភ្នំដងរែងនិងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្រប់ដណ្ដប់លើផ្ទៃដី 40% 3តំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមអបបរមា25អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា32អង្សាសេខ្យល់បក់មកពីទិសនិរតីនិងទិសអាគ្នេយ៍មានល្បឿនមធ្យម3ម៉ែត្រក្នុងមួយវិនាទីខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្រប់ដណ្ដប់លើផ្ទៃដី 40% រលកសមុទ្រមានកម្ពស់មធ្យមអបបរមា0.50 ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា1ម៉ែត្រអាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មានការផ្សាយរបស់ក្រសួងធនធានទឹកនិងឧតុនិយមថ្ងៃទី14ខែមេសាឆ្នាំ2025ព័ត៌មានដ៏សម្បូរបែប ព័ត៌មានដែលជឿទុកចិត្តបាន ភ្នាក់ងាររបស់យើងនឹងចុះទៅដល់ទីតាំងផ្ទាល់ ទាំងនេះគឺមាននៅតែវិទ្យុ FM ជាតិនគរភ្នំ 103 MHz ខេត្តសៀមរាប អ
លោកអ្នកកំពុងស្ដាប់ការផ្សាយពីវិទ្យុ FM ជាតិនគរភ្នំ 103 MHz បានយកកាលណាកាន់ដងបាកាចាប្រវត្តិស្នេហ៍ទាំងថ្មពុំកោគុំចាំថ្ងៃក្រោយឲ្យយកដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមស្ដីពីស្ថានភាពធាតុអាកាសក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចាប់ពីថ្ងៃទី14ដល់ថ្ងៃទី17ខែមេសាឆ្នាំ2025យោងតាមការអង្កេត
សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថាចាប់ពីថ្ងៃទី14ដល់ថ្ងៃទី17ខែមេសាដែលជាថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ2025ខាងមុខនេះស្ថានភាពភ្លៀងកក់ខែនឹងបន្តមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជាដែលគ្រោងដណ្ដប់រាយប៉ាយនៅក្នុងក្រុមខណ្ឌទូទាំងប្រទេសជាមួយនឹងខ្យល់កន្ត្រាក់និងផ្គររន្ទះសីតុណ្ហភាពមធ្យមអបបរមា26អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា37អង្សាសេរលកសមុទ្រមានកម្ពស់មធ្យមអបបរមា0.50ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា0.75ម៉ែត្រអាស្រ័យតាមជំរាបជូនខាងលើក្រសួងធនធានទឹកនិងឧតុនិយមសូមជូនដំណឹងដល់សាធារណជននិងអាជ្ញាធរដែនដីមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាចតហេតុក្រសួងធនធានទឹកនិងឧតុនិយមនឹងបន្តធ្វើការតាមដាននិងវិភាគអំពីស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ក្នុងករណីមានការវិវត្តប្រែប្រួលសូមសាធារណជនទទួលជ្រាបជាព័ត៌មានថ្ងៃអាទិត្យ1រោចខែចែកឆ្នាំរោងចុះស័កពុទ្ធសករាជ2568រាជធានីភ្នំពេញថ្ងៃទី13ខែមេសាឆ្នាំ2025ស្ដាប់វិទ្យុ FM ជាតិនគរភ្នំលោកអ្នកនឹងទទួលបានចំណេះដឹងការអប់រំនិងការកំសាន្តយ៉ាងសម្បូរបែបបើស្ដាប់ទាំងអស់គ្នា ព្រះរិទ្ធសម្ដេចផ្កាយគឺជាព្រះរិទ្ធដែលផលិតនៅព្រះរាជាណាចក្រថៃហើយមានឈ្មោះល្បីរំទឺឬសរសៃពេញព្រះរាជាណាចក្រថៃឡង់ឥឡូវនេះបានឃ្លារបងឆ្លងដែនមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើងហើយព្រះរិទ្ធសម្ដេចផ្កាយគឺជាព្រះរិទ្ធដែលមានប្រសិទ្ធភាពខ្ពស់លើសព្រេងធម្មតាពុកម៉ែបងប្អូនលោកតាលោកយាយលែងមានបញ្ហាទៀតហើយជាមួយនឹងជំងឺដូចជាឈឺក្បាលវិលមុខចុកពោះឈឺសន្លាក់ឆ្អឹងជើងដៃឈឺសរសៃសាច់ដុំរមួលក្រពើកើតស្រែងកើតរមាស់រលាកភ្លើងរលាកទឹកក្តៅឈឺធ្មេញសត្វល្អិតតិចឬខំជាពិសេសជាងនេះទៅទៀតព្រះរិទ្ធសម្ដេចផ្កាយអាចជួយព្យាបាលជំងឺឬដងបាតបានយ៉ាងមានប្រសិទ្ធភាពហើយដូច្នេះហើយសូមពុកម៉ែបងប្អូនកុំពួនសំងំទ្រាំឈឺដល់ណាទៀតសូមប្រញាប់ឡើងរោគជាវព្រះរិទ្ធសម្ដេចផ្កាយយកមកប្រើប្រាស់សូមបញ្ជាក់ថាព្រះរិទ្ធសម្ដេចផ្កាយយើងខ្ញុំមានរូបផ្លែសម្ដេចផ្កាយមួយទង និងមានរូបឥន្ទ្រីមាសនៅក្បាលប្រអប់មួយខ្នង 30000 រៀល ហើយសូមពិនិត្យឲ្យបានច្បាស់ប្រយ័ត្នប៉ះផលិតផលខុសក្រុមហ៊ុនយើងខ្ញុំមិនទទួលខុសត្រូវឡើយ សាខាព្រៃរិទ្ធសម្ដេចផ្កាយសញ្ញាឥន្ទ្រីមាសប្រចាំខេត្តសៀមរាបក្រុងសៀមរាបមានលក់នៅឱសថស្ថានបាខែងទល់មុខមន្ទីរពេទ្យបង្អែកខេត្តសៀមរាបឱសថស្ថានរិទ្ធីសាទល់មុខមន្ទីរពេទ្យគុណធបុប្ផាឱសថស្ថានអរុណរះទល់មុខផ្សារលើធំថ្មីឱសថស្ថានខេងសកុលខាងកើតសាលាវិទ្យាល័យសម្ដេចឪ200ម៉ែត្រផ្សារក្របីរៀលនៅផ្ទះលោកគ្រូពេទ្យលេងបវរខាងជើងផ្សារក្របីរៀលផ្សារភ្នំក្រោមឱសថស្ថានទន្លេសាបទល់មុខផ្សារភ្នំក្រោមផ្សារពួកឱសថស្ថានបាខែង2ហាងពេទ្យមុំនៅទល់មុខមន្ទីរពេទ្យបង្អែកស្រុកពួកស្រុកក្រឡាញ់ឱសថស្ថានមនោរីខាងជើងរង្វង់មូលក្រឡាញ់ខាងស្ដាំដៃឱសថស្ថានសោភ័ណ្ឌអង្គរនៅខាងកើតផ្សារព្រៃជ្រូកផ្សារសសរស្ដំមាននៅផ្ទះលក់ចាក់អ៊ុយម៉ៅចន្ទរាទល់មុខផ្សារចាស់សសរស្ដំស្រុកស្រីស្នំនៅឱសថស្ថានសាមលីសុកសានហាងពេទ្យថាវស្រុកស្វាយលើឱសថស្ថានខឿនសុខុននៅទល់មុខធនាគារអេស៊ីលីដាស្វាយលើស្រុកសូត្រនិគមឱសថស្ថានបុនឈឿនកញ្ញាខាងលិចមីក្រូហិរញ្ញវត្ថុអមរិតស្រុកជីក្រែងឱសថស្ថានឈីស្រីមុំមុខផ្សារកំពង់ក្ដីផ្សាររលួងឱសថស្ថានសុផលផ្ទះពេទ្យយ៉ងស្ថិតនៅខាងត្បូងជាប់ផ្សាររលួងស្រុកបន្ទាយស្រីឱសថស្ថានភូមិបុរាណផ្សារព្រះដាក់ផ្ទះពេទ្យនេះឱសថស្ថានសុខោតី PDC ខាងជើងផ្សារបន្ទាយស្រីផ្ទះពេទ្យណូស្រុកអង្គរធំភូមិភ្លុងមាននៅឱសថស្ថានរស្មីអង្គរធំហៅពេទ្យចិត្តសុកលេងស្ថិតនៅខាងត្បូងផ្លូវបំបែកភូមិភ្លុង50ម៉ែត្រខាងឆ្វេងដៃផ្សារភូមិភាគឱសថស្ថានវតីផ្សារភូមិភាគឃុំស្រែណយឱសថស្ថានមួយលីហ្វាម៉ាជាប់ខាងត្បូងមណ្ឌលសុខភាពស្រែណយស្រុកអង្គរជុំឱសថស្ថានអង្គរជុំទល់មុខធនាគារអេស៊ីលីដាខេត្តឧត្តរមានជ័យស្រុកអន្លង់វែងមាននៅឱសថស្ថានសុវណ្ណដែនខាងត្បូងរង្វង់មូលអន្លង់វែង សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរស័ព្ទ 012 32 65 36 015 44 46 47 និង 088 760 44 46 ប្រើព្រះរិទ្ធសម្ដេចផ្កាយ
ជួយកាត់ចំណាយក្នុងគ្រួសារ ពេលនេះម៉ោង7សូមគោរពអញ្ជើញលោកអ្នកនាងនិងជនរួមជាតិគោរពទង់ជាតិ
សៀមរាបស្ដីពីការរក្សាសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈក្នុងខេត្តសៀមរាបនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនិងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ2025ក្រោមប្រធានបទញញឹមសាទរសង្ក្រាន្តឆ្នាំថ្មីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំម្សាញ់សពសាសពុទ្ធសករាជ2569និងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្រោមប្រធានបទញញឹមសាទរសង្ក្រាន្តឆ្នាំថ្មីចាប់ពីថ្ងៃទី13ដល់ថ្ងៃទី16ខែមេសាឆ្នាំ2025នាពេលខាងមុខនេះរដ្ឋបាលខេត្តសៀមរាបសូមជូនដំណឹងដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថាដើម្បីរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពនិងរបៀបរៀបរយសាធារណៈក្នុងខេត្តសៀមរាបក៏ដូចជារក្សាបាននូវប្រពៃណីជាតិទំនៀមទម្លាប់វប្បធម៌និងសេចក្តីថ្លៃថ្នូរដ៏ផូរផង់របស់ជាតិយើងរដ្ឋបាលខេត្តសៀមរាបសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាពិសេសយុវជនយុវនារីនិងសិស្សនិស្សិតទាំងអស់ដូចខាងក្រោម 1. ត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនិងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹងដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗជាពិសេសអនុវត្តតាមសញ្ញាបញ្ជារបស់សមត្ថកិច្ចនៅតាមដងផ្លូវជាស្ដែង 2. ចូលរួមទប់ស្កាត់គ្រោះអគ្គិភ័យដោយប្រុងប្រយ័ត្ននិងម្ចាស់ការខ្ពស់ចំពោះការអុជទៀនធូបប្រើភ្លើងចង្ក្រានធំហ្គាសចរន្តអគ្គិសនីឬប្រើប្រាស់សារធាតុងាយឆេះផ្សេងៗជាពិសេសត្រូវផ្ដាច់ចរន្តអគ្គិសនីមុនពេលចាក់ចេញពីគេហដ្ឋានដើម្បីបង្ការទប់ស្កាត់គ្រោះថ្នាក់ដោយអគ្គិភ័យដែលអាចកើតឡើងជាយថាហេតុណាមួយនិងរក្សាបាននូវទ្រព្យសម្បត្តិអាយុជីវិតតខ្លួននិងអ្នកដទៃ 3. ត្រូវចូលរួមលេងល្បែងប្រជាប្រិយគ្រប់ប្រភេទទៅតាមវត្តអារាមរមណីយដ្ឋានឬទីតាំងណាមួយសមស្របដើម្បីជៀសវាងដាច់ខាតការលេងបាញ់ទឹកជិះទឹកប៉ាតម្សៅក្រៅពីតំបន់ដែលបានអនុញ្ញាតនិងហាមការលេងគប់ស្បោងទឹកជិះទឹកមានពណ៌និងទឹកកខ្វក់ប៉ាតម្សៅទះគក់ដោយដៃឬវាយដោយរំពាត់ឬឧបករណ៍ផ្សេងៗដល់អ្នកធ្វើដំណើរឬការជិះម៉ូតូបង្ហោះប្រដេញគ្នាលេងនៅតាមដងផ្លូវឬអាចនាំឲ្យមានគ្រោះថ្នាក់ជាយថាហេតុប៉ះពាល់ដល់អាយុជីវិតតខ្លួននិងអ្នកដំណើរព្រមទាំងហាមដាច់ខាតការលេងល្បែងស៊ីសងអុជហាវនិងប្រើប្រាស់គ្រឿងផ្ទុះគ្រប់ប្រភេទដើម្បីរក្សាបាននូវភាពថ្លៃថ្នូរស័ក្តិសមជាកុលបុត្រកុលធីតាខ្មែរ 4. ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាពនិងបរិស្ថានអនាម័យជៀសវាងការឆ្លងជំងឺរាតត្បាតផ្សេងៗរដ្ឋបាលខេត្តសៀមរាបសង្ឃឹមជឿជាក់ថាបងប្អូនប្រជាពលរដ្ឋយុវជនយុវនារីនិងសិស្សនិស្សិតទាំងអស់ចូលរួមអនុវត្តតាមខ្លឹមសារខាងលើទទួលបានសេចក្តីជូនដំណឹងនេះអាជ្ញា
ស្ទើរថ្ងៃទៅវត្តលោកកន្ទ្រឹមរំជុំចូលវត្តលោកតាកន្ទ្រឹមរំជុំចូលវត្តលោកតា បងអើយអើយមកមិនមែនបងក្លែកសុំម្ដងយកស្អែកចែកឲ្យអូនណាសុំម្ដងយកស្អែកចែកឲ្យអូនណាមិនត្រឹមរំជើងមកមួយជីវ៉ារំថ្វាយទេវតាមហាសង្ក្រាន្តរំថ្វាយទេវតាមហាសង្ក្រាន្ត យករងវៀងកាត់យកចិត្តយកខ្លាំងសប្បាយសម្បើមសម្បត្តិមានបានសប្បាយសម្បើមសម្បត្តិមានបានដំត្រឹមរំជុំលោកអ្នកក្រុមប្រាណរំលែងកំសាន្តសង្ក្រាន្តឆ្នាំថ្មីរំលែងកំសាន្តសង្ក្រាន្តឆ្នាំថ្មី ស្ដាប់វិទ្យុ FM ជាតិនគរភ្នំលោកអ្នកនឹងទទួលបានចំណេះដឹងការអប់រំនិងការកំសាន្តយ៉ាងសម្បូរបែបតោះបើកស្ដាប់ទាំងអស់គ្នា Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
តែត្រានត្រាយបងនឹងស្នេហាហើយដល់ជឿមិនរួចទេអូនគួចទាំងសងឲ្យបងបំណងបងចង់ចិត្តគួចស្នេហាអូនគួចទាំងសងឲ្យបងបំណងបងចង់ចិត្តគួចស្នេហាបងសាភាពស្រឡាញ់អូនប្រាថ្នាបងសំរៀបការចង់ប៉ុនចូលឆ្នាំខ្មែរបងសាភាពស្រឡាញ់អូនប្រាថ្នាបងសំរៀបការចង់ប៉ុនចូលឆ្នាំខ្មែរ ដូចក្តីស្រមៃបងនឹងកាន់ដៃពិសីអូនចូលរងតាបើបានដូចក្តីស្រមៃបងនឹងកាន់ដៃពិសីអូនចូលរងតាគូស្នេហ៍សង្ក្រានពោជ័យទេវតាបំណងប្រាថ្នាគូស្នេហ៍ទេវតាសន្តិភាពគូស្នេហ៍សង្ក្រានពោជ័យទេវតាបំណងប្រាថ្នា សន្តិភាពបើយើងបានរៀបការបំណងប្រាថ្នាជួបគ្នាជាគូព្រេងព្រឹកបើយើងបានរៀបការបំណងប្រាថ្នាជួបគ្នាជាគូព្រេងព្រឹកវាស្នាជាគូជីស្នេហ៍ចិត្តនឹងចិត្តគូស្នេហ៍អង្គសង្គ្រាម វាស្នេហ៍ចាឲ្យជាគូជីវិតស្នេហ៍ចិត្តនឹងចិត្តគូស្នេហ៍អង្គសង្គ្រាម សូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដឹងហើយឮហើយថាអាភិនកញ្ឆាយ៉ាម៉ាហេរ៉ូអ៊ីននិងហ្វេតាមីនមិនខុសពីគ្រប់មីនបំផ្លាញជីវិត ដើម្បីអនាគតនិងសេចក្តីសុខខ្លួនឯងក្រុមគ្រួសារនិងសង្គមជាតិត្រូវនិយាយថាទេចំពោះគ្រឿងញៀនព្រោះ ការផលិតចរាចរណ៍រក្សាទុកជួញដូរចែកចាយនិងប្រើប្រាស់គ្រឿងញៀនជាអំពើខុសច្បាប់ ធ្វើឲ្យកាយភ្លេងមមួនប្រាជ្ញា គ្រឿងញៀនបំផ្លាញការសិក្សានិងជីវិតស្រស់ថ្លារបស់យុវវ័យ គេបំពុលបំរើឆ្នាំញៀន យុវជនដែលល្អរួបរวมគ្រប់គ្រងកម្ចាត់គ្រឿងញៀន ចុះប្រាប់មនុស្សជាទីស្រឡាញ់ពីគ្រោះថ្នាក់នៃគ្រឿងញៀន ជីវិតចេញឲ្យឆ្ងាយឆ្នាំញៀនឲ្យពិភពស្មារតីជាចេញឲ្យឆ្ងាយឆ្នាំញៀន បំណងល្អពីអាជ្ញាធរខេត្តសៀមរាប ស្វាគមន៍អង្គសង្គ្រាមជុំជុំសន្តានមកគ្រួសារខ្មែរស្វាគមន៍អង្គសង្គ្រាមជុំជុំសន្តានមកគ្រួសារខ្មែរជុំជុំគិតជុំជុំពងឡាយអង្គសង្គ្រាមអបចូលឆ្នាំ
ជុំញៀនសំដាអង្គសង្គ្រាមមង្គលសុស្ដីរំវងលៀបជលដំរីរំវងលៀបជលដំរីរំសុខសួស្ដីដល់បងប្អូនយើងរំសុខសួស្ដីដល់បងប្អូនយើងស្វាគមន៍អង្គសង្គ្រាមជុំញៀនសំដាឲ្យចេញឡើងរំវងស្វាគមន៍អង្គសង្គ្រាមជុំញៀនសំដាឲ្យចេញឡើងរំវងប្រជារំស្មារតីជាទ្រង់សិមេអង្គជាទីនឹងប្រជុំប្រស្រីមានរំរំងពីញារំវងជុំជុំគ្រួសាររំវងជុំជុំគ្រួសារទទួលទេរាសង្គ្រាមឆ្នាំថ្មីរំវងជុំជុំសាមគ្គីរំវងជុំជុំសាមគ្គីបុណ្យប្រពៃណីបុណ្យចូលឆ្នាំខ្មែរបុណ្យប្រពៃណីបុណ្យចូលឆ្នាំខ្មែរ ប
លោកអ្នកបានឃើញករណីអំពើហិង្សាក្នុងគ្រួសារឬមានការរំលោភបំពានផ្សេងៗលើស្ត្រីនិងកុមារីសូមទំនាក់ទំនងមកកាន់មន្ទីរកិច្ចការនារីតាមលេខទូរស័ព្ទ 012 30 29 75 012 48 45